រឿងកុលាបបៃលិនវគ្គទី5សេចក្តីស្នេហាកើតក្រោយឧបទ្ទហេតុមានពន្លឺឆ្លុះចាំងមកស្រទន់នៃអរុណដែលទើបរះឡើងពីទិសបូព៌ានោះមានពណ៌ភ្លឺច្រាលឆ្អៅជាសម្បុរមាសយ៉ាងល្អហើយចាំងចូលតាមចន្លោះបង្អួចនិងចន្លោះទ្វារវេលានោះមានសត្វចាបតូចពីរបីហើយឆ្វៀលឆ្វាត់ទៅទះស្លាបលេងយ៉ាងផ្សេងផ្សានឥតមានព្រួយអំពុលរវល់នឹងសេចក្តីទុក្ខសោករបស់អ្នកណាឡើយវាហើរកំសាន្តចិត្តនៅកណ្ដាលខ្យល់ដែលកំពុងបក់មករំភើយក្នុងពេលព្រឹកព្រហៀមហើយស្រែកហ៊ោកញ្ជ្រៀវទៅតាមភាសាសត្វឯចៅចិត្តប្រែខ្លួនភ្ញាក់ស្មារតីឡើងហើយស្រែកធ្ងោដោយសេចក្តីឈឺចាំយ៉ាងខ្លាំងហើយបើកភ្នែកក្រឡេកមើលទៅជុំវិញបន្ទប់ដេករួចសម្លឹងត្រឹងនៅនឹងរូបស្ត្រីក្រមុំដ៏មានរូបឆោមស្រស់បោះម្នាក់ដែលអង្គុយនៅបន្ទប់របស់ខ្លួនទើបចៅចិត្តហាមាត់ឡើងប្រុងនឹងនិយាយទៅតែនាងដណ្ដើមនិយាយឡើងមុនថាចិនរលឹកហើយឬនាងសួរដោយសម្ដីទន់ផ្អែមល្ហែមចៅចិត្តសួរនាងថាខ្ញុំបាទនៅឯណាខុនរីចុះហេតុដូចម្ដេចបានជាខ្ញុំបាទមិនស្លាប់នាងតបថាចិត្តមិនស្លាប់ទេចិត្តចាំមិនបានទេឬទីនេះជាបន្ទប់របស់ចិត្តឯងតែគេបានកែប្រែឲ្យបានស្រួលដើម្បីឲ្យមានអាកាសល្អឡើងការរំជែកនៅនឹងដបចោលក្លិនក្រអូបឈ្ងុយឈ្ងប់ពេញទាំងល្វែងបន្ទប់នារីរំកិលចូលមកចិត្តអ្នកជំងឺហើយសួរពិសាបបឬទេចិត្តនាយចិត្តក្រវីមុខយ៉ាងសន្សឹមហើយថាអរគុណច្រើនគុណរីខ្ញុំចង់ដឹងថាខ្ញុំបានត្រឡប់មកដល់ទីនេះបានដោយហេតុយ៉ាងណាហើយពួកចៅទៅឯណាអស់ទៅនាងនារីញញឹមបប្រៃហើយថាគឺយ៉ាងអីចេះនៅវេលាដែលចិត្តត្រូវចោលបាញ់ដួលសន្លប់នៅនោះត្រាំតែលេចតាសុនបរថយន្តមួយធំមកតាមយើងហើយមានគ្នាច្រើនផងគាត់ប្រាប់ថាឃើញពួកយើងបានទៅយូរពេកគាត់មានសេចក្តីព្រួយបារម្ភក្រែងមានគ្រោះថ្នាក់តាមផ្លូវទើបគាត់សុំខ្ចីរថយន្តម៉ុងថោងយកទៅទទួលយើងត្រាប់តែប្រទះនឹងពួកយើងកំពុងច្បាំងនឹងពួកចៅហើយគាត់ជួយស្រែកហូបងអើលពួកចៅស្ទាល់តែពួកចៅរត់ខ្ចាត់ខ្ចាយចូលព្រៃអស់ទៅពួកយើងនាំគ្នាលើកចិត្តដាក់រថយន្តមកផ្ទះនេះហើយលោកឪពុកឲ្យមនុស្សទៅអញ្ជើញគ្រូពេទ្យមកពិនិត្យរក្សាអាការៈរបួសរបស់ចិត្តស្ដាប់បានទេនាយចិត្តដកដង្ហើមធំដោយអាការៈធូរក្នុងទ្រូងជាច្រើនសម្លឹងមើលវងភ័ក្ររបស់នារីហើយពោលថាខ្ញុំបានគួរតែស្លាប់នៅក្នុងព្រៃនោះប្រសើរជាងមិនគួរនាំខ្ញុំបានមកទីនេះទេត្បិតនៅទីនេះខ្ញុំបានមុខជាស្លាប់ដោយអាការៈកំចិត្តមិនខាននារីចុះហេតុដូចម្ដេចបានជាចិត្តនិយាយយ៉ាងហ្នឹងមាននរណាចិត្តអាក្រក់ដល់បណ្ដោយឲ្យស្លាប់ដូចនេះទេចិត្តដឹងទេឥឡូវនេះអ្នកណាគេក៏ស្រឡាញ់ចិត្តទាំងអស់គ្នាលោកឪពុកបានមានប្រសាសន៍ថាបើចិត្តជាសះស្បើយហើយលោកនឹងតាំងឲ្យជាអ្នកត្រួតត្រាមើលអណ្ដូងត្បូងទាំងអស់ជំនួសខ្លួនលោកមើលទៅដូចជាលោកពេញចិត្តនឹងចិត្តកាន់តែច្រើនឡើងចៅចិត្តស្ងៀមទៅមួយស្របក់ទើបមើលមុខនារីដោយអាការៈសោកថាគុណនារីគុណនៅចាំសម្ដីខ្ញុំបានឬទេកាលគ្រានិយាយគ្នាក្រោមដើមស្រឡៅក្នុងយប់នោះនារីញញឹមយ៉ាងស្រស់
តុនផ្លុនហើយថាចាចាំបានទាំងអស់ឥតភ្លេចមួយម៉ាត់សោះចុះហេតុអ្វីក៏សួរដូច្នេះចៅចិត្តងាកប្រែខ្លួនផ្អៀងបន្តិចហើយថាទេគុណតាមដោយពិតខ្ញុំបានមិនគួរនិយាយចេញមកសោះតែដែលហ៊ាននិយាយដូច្នោះក្នុងវេលានោះព្រោះគិតជាស្រេចថាមុខជាគ្មានជីវិតរស់នៅក្នុងโลกនេះតទៅទៀតទេតែឥឡូវនេះបែរជាមិនស្លាប់នេះហើយដែលធ្វើឲ្យខ្ញុំបាទក្រៀមក្រំក្នុងអរាត្រាតែអស់ជីវិតមិនខាននារីយកដៃបិទមាត់ចៅចិនជាប្រញាប់ហើយថាមាននរណាចិត្តអាក្រក់ធ្វើបាបចិត្តឲ្យបានសេចក្តីវេទនាដូច្នោះទេមនុស្សល្អយ៉ាងនេះតើនរណាស្អប់ចិត្តមិនជឿទៀតទេឬថានារីស្រឡាញ់ចិត្តរបស់នារីយ៉ាងអស់ពីចិត្តចៅចិត្តញញឹមហើយថាជឿអស់ពីពោះប៉ុន្តែនឹងមានប្រយោជន៍អ្វីកាលបើឋានៈរបស់យើងខុសគ្នាឆ្ងាយណាស់ហាក់ដូចជាមេឃនឹងដីនាងនារីនៅតែស្ងៀមចៅចិត្តនិយាយតទៅទៀតថាខ្ញុំបាទជាមនុស្សភ្លើទេគុណដោយពាក្យទំនៀមថាផ្លោះកញ្ចក់មិនមើលស្រមោលប្រាណដាំជើងក្រានមិនប្រមាណនឹងឆ្នាំងហេតុតែអន្ទះអន្តែងចែងបនផប់សំណាងនេះហើយនឹងនាំឲ្យគ្រោះថ្នាក់ដល់ខ្លួនមិនខានដោយបុរាណថាដៃខ្លីខំប្រវាអោបភ្នំមានតែនាំឲ្យក្រៀមក្រំចិត្តឥតប្រយោជន៍ដរាបដល់ខ្សែជីវិតមកតែអំពីមានគំនិតឥតកំណែតដូចខ្លួនខ្ញុំបាទនេះឯងថាហើយក៏ដកដង្ហើមធំដោយអាការៈអស់សង្ឃឹមនាងនារីសម្លឹងមើលមុខដោយចិត្តអាណិតអាសូរហើយនិយាយថាគិតច្រើនហួសប្រមាណដោយខ្លួនឯងនារីប្រាប់ហើយថាស្រឡាញ់យ៉ាងអស់ពីចិត្តក៏នៅតែមិនជឿទៀតចុះឲ្យនារីធ្វើដូចម្ដេចនារីព្រមតាមគ្រប់យ៉ាងមិនមានអ្វីក្នុងโลกនេះមកកំចាត់សេចក្តីតាំងចិត្តរបស់នារីបានឡើយនារីស្រឡាញ់ចិត្តតែម្នាក់នេះឯងមិនមានបរោះគម្រប់ពីរទៀតទេនារីមិនត្រូវការអ្វីដទៃទៀតទាំងអស់ក្រៅពីសេចក្តីស្រឡាញ់ដ៏ស្មោះត្រង់បរិសុទ្ធរបស់ចិត្តប៉ុណ្ណោះមែនឬនារីញញឹមយ៉ាងរួសរាយពុទ្ធោនៅតែមិនជឿទេឬនាងនិយាយដោយសេចក្តីទោមនស្សអន់ចិត្តចៅចិត្តចាប់ទាញដៃនាងនារីមកហៅយ៉ាងស្នេហាអស់ពីចិត្តនាងនារីក៏ជ្រប់មុខនៅនឹងទ្រូងរបស់ប្រុសតម្លាញ់សេចក្តីស្នេហាដែលកប់ទុកក្នុងចិត្តមកជាវេលាយូរក៏ខ្ចាយផ្សាយប្រាប់គ្នាទៅវិញទៅមកដោយពិតត្រង់ទាំងអស់ពីដើមមកនាងនារីធ្លាប់មើលងាយប្រមាថចៅចិត្តហើយស្អប់ចៅចិត្តតែនៅទីបំផុតនេះប្រែជាស្រឡាញ់គេវិញហើយជាសេចក្តីស្នេហាស្រឡាញ់យ៉ាងបរិសុទ្ធស្មោះត្រង់ទន់ផ្អែមត្រជាក់ចេញមកពីបេះដូងដែលថ្លាផូរផង់ជាប់ខ្ជួនឥតមានចាស់ទុំបង្ខំចិត្តឡើយនៅឱកាសដែលកំឡោះក្រមុំកំពុងនិយាយចរចាសារស័ព្ទយ៉ាងភ្លើតភ្លើននោះស្រាប់តែឮសូរជើងមនុស្សឡើងជណ្ដើរមកទើបនាងនារីបើកទ្វារចេញទៅទទួលលោកលួងរតនសម្បត្តិនិងគ្រូពេទ្យជនទាំងពីរក៏ដើរចូលនៅក្នុងបន្ទប់ចៅចិត្តធ្វើអាការៈហាក់ដូចជានឹងក្រោកឡើងតែលោកលួងលើកដៃហាមថាកុំក្រោកដេកតាមសប្បាយចុះហើយងាកទៅសួរគ្រូពេទ្យថាថ្ងៃនេះអាការៈរោគដូចម្ដេចខ្លះលោកគ្រូពេទ្យចាប់ដៃអ្នកជំងឺត្រួតសពគ្រប់យ៉ាងទើបនិយាយថាក្រនបើឡើងច្រើនព្រោះក្របកំភ្លើងដែលចោលបាញ់ត្រូវកិច្ចផុតពីកន្លែងសំខាន់ទាំងអស់លោកលួងនិយាយថាគ្រោះល្អណាស់
ខ្លួនខ្ញុំនឹងកូនខ្ញុំប្រសិនបើមិនមានចៅចិត្តជួយការពារក្នុងគ្រានោះទេមិនដឹងជាដូចបដិទេចុះប៉ុន្មានថ្ងៃទៀតទៅបានសះជាលោកគ្រូពេទ្យសម្លឹងមើលនាងនារីហើយញញឹមនិយាយថាខ្ញុំបានគិតថាបើមានអ្នកថែរក្សាជំងឺចំនួនបែបនេះគង់សះជាឆាប់រហ័សមិនខានតែវេលានេះតោងឲ្យអ្នកជំងឺដេកឲ្យស្ងៀមទម្រាំឲ្យរបួសសះល្អសិនឯនាយចិត្តសម្ដែងសេចក្តីអរគុណដល់លោកលួងនិងគ្រូពេទ្យហើយលោកទាំងពីរនាក់ក៏នាំគ្នាដើរចេញទៅឯលួងរតនសម្បត្តិងាកមកប្រាប់ចៅចិត្តថាតាំងអំពីថ្ងៃនេះទៅទុកជាចៅចិត្តសះជាខ្លួនហើយក៏មិនបាច់ទៅធ្វើការនៅអណ្ដូងត្បូងដូចមុនទៀតទេខ្ញុំតាំងឲ្យអ្នកឯងជាជំនួសខ្ញុំត្រួតមើលអស់ទាំងអណ្ដូងដែលពួកកម្មករជីកមកទាំងប៉ុន្មានរៀបចំតាមប្រភេទរបស់ត្បូងមិនបាច់ទៅធ្វើការធ្ងន់ដូចសពដងទេក្រែងនាំឲ្យជំងឺរើឡើងវិញរួចលោកគ្រូពេទ្យនិងលួងរតនសម្បត្តិនាំគ្នាដើរចុះពីផ្ទះទៅដោយហេតុនេះនាងនារីយកចិត្តទុកដាក់ថែរក្សាព្យាបាលជំងឺដោយចិត្តចង់ជំងឺចៅចិត្តទៅមានអាការៈក្រាន់បើឡើងជាលំដាប់ហើយនៅទីបំផុតក៏បានសះជាដោយប្រក្រតីថែមទាំងឥឡូវនេះមិនបាច់ចេញទៅជីកត្បូងបែកញើសតាំងទឹកដូចពីមុនទៀតផងគ្រាន់តែជួយចាត់ចែងធ្វើបញ្ជីត្បូងដែលពួកកម្មករជីកបានមកពីអណ្ដូងផ្សេងព្រមទាំងបើកប្រាក់ខែឲ្យពួកកម្មករទើបនាំឲ្យចៅចិត្តបានសេចក្តីសុខឡើងទៀតជាច្រើនសុខទាំងកាយសុខទាំងចិត្តគឺថាស្រុកបបៃលិនទុកជាត្រាតែដល់នៅវីរៈបំផុតនៃជីវិតន្ត្រីថ្ងៃនេះអាកាសភ្លឺស្រឡះល្អមានខ្យល់បក់រំភើយល្មមតែត្រជាក់ស្រួលនារីបបួលចៅចិត្តចុះទៅអង្គុយនិយាយគ្នាលេងនៅក្នុងសួនច្បារក្រោយផ្ទះស្ដាប់សូរសាប់បាក់សាបាក់សីស្រែកយំតាមភាសារបស់វាជាទីកំសាន្តចិត្តរបស់អ្នកដែលមានមេត្រីស្នេហាដល់គ្នាចៅចិត្តនិយាយតិចកាលបើនាងនារីនៅស្ងៀមថានារីចាស់នាងញញឹមយ៉ាងទន់ភ្លន់ហើយថានៅជាមួយចិត្តយ៉ាងនេះនារីមានសេចក្តីសុខយ៉ាងលើសលន់តែម្ដងគេញញឹមប្រប្រៃហើយមិននឹកនីសោះឡើយថាទេវតាបបៃលិនប្រោះប្រានបងដល់ម្លេះទេនាងធ្វើជាសម្លក់តាមមយាស្ត្រីហើយស្រដីថាដឹងថាគេស្រឡាញ់ខ្លួនបន្តិចក៏តាំងអួតយ៉ាងសម្បើមតែម្ដងណោះចុះស្អប់បងណាស់ឬអីស្អប់ណាស់នាងតបចាក់បណ្ដោយចៅចិត្តញញឹមប្រប្រៃហើយថាបើស្អប់បងណាស់មិនក៏មិនទុកបងចោលឲ្យស្លាប់នៅក្នុងព្រៃទៅនាងបែរមកសម្លក់ហើយថាដោយគេអាណិតបន្តិចទេតាកុំអីខ្មាតផ្លុំខ្លុយក្នុងព្រៃនោះទៅហើយស្ងៀមទាំងអស់គ្នាទៅមួយស្របក់ចៅចិត្តក៏ចាប់និយាយឡើងជាមុនថាកូននារីលោកឪពុកបានជ្រាបរឿងរ៉ាវរបស់យើងខ្លះដែរឬនៅឡើយទេនារីមិនទាន់ជ្រាបទេចិត្តបើលោកជ្រាបមកជាលោកធ្វើទោសបំបោបងដូចម្ដេចមិនដឹងទេបងព្រួយចិត្តណាស់នារីរឿងនេះខ្ញុំដឹងមិនដល់ទេព្រោះលោកមិនដែលឮនិយាយដូចម្ដេចសោះឡើយចៅចិត្តនិយាយដោយទឹកមុខស្រពោនថាប្រសិនបើលោកជ្រាបមុខជាដេញបងឲ្យចេញពីផ្ទះនេះមិនខាននារីសម្លក់ដាក់ចៅចិត្តម្ដងទៀតហើយ
ឆ្អើមសម្ដីបងឯងណាបងចិត្តលោកឪពុកមិនមែនចិត្តអាក្រក់ដល់ម្លោះទេលោកចាស់ទុំហើយតែងតែស្គាល់រិទ្ធអំណាចសេចក្តីស្នេហាច្បាស់លាស់ជាងក្មេងៗទៅទៀតឯបងជាមនុស្សកំសត់ទូរគុតឥតទ្រព្យសម្បត្តិទាំងកំព្រីកំព្រាផងមានតែជីវិតនិងរាងកាយប៉ុណ្ណោះប៉ុណ្ណឹងក៏ល្មមគ្រប់គ្រាន់ហើយគ្រប់គ្រាន់តែចំពោះប្អូននារីប៉ុណ្ណោះទោះបីលោកឪពុកក៏មិនត្រូវការអ្វីទៀតដែរចុះប្អូននារីដឹងចិត្តលោកបានឬចាដឹងខ្លះដែរធម្មតាឪពុកនិងកូនដែលនៅជាមួយគ្នាជាយូរអង្វែងមកហើយតែងតែដឹងគ្នាខ្លះមិនខានកុំថាគ្រាន់តែដឹងចិត្តលោកឪពុកម្នាក់ឡើយសូម្បីតែចិត្តរបស់បងប្អូននារីក៏ដឹងទាំងអស់ដែរចៅចិត្តនិយាយបញ្ចប់ប្រយោគនារីសម្លក់ហើយថាដឹងខ្លួនទេបងប៉ិនកុហកលេខ1បងកុហកប្អូនដូចម្ដេចធ្វើមុខដូចជាឆ្ងល់ណាស់កុំធ្វើពើឡើយលោកពូកូនសិស្សសាលាវត្តក៏បងរៀនសាលាវត្តមែននោះណាចុះសាលាវត្តគេមានរៀនដល់ប្រវត្តិពងសាវតាភូមិសាស្ត្រវិទ្យាសាស្ត្រទំនើបថ្មីដែរឬទេឡើយធ្វើមុខប្រងើយនាងទួនពាក្យថាតែខ្ញុំបានឃើញសៀវភៅអស់នេះនៅក្នុងបន្ទប់របស់បងឯងហើយមានស៊ីញេឈ្មោះបងឯងជាអក្សរបារាំងផងចៅចិត្តមិនឆ្លើយគ្រាន់តែញញឹមនារីប៉ិនភូតដូចសពដងនេះណែបងចិត្តចុះកាលណាទៅបងឯងចោលនិស័យចចេះរឹងរូសចេញបើនៅតែកុហកខ្ញុំទៀតខ្ញុំនឹងខឹងច្រើនតែម្ដងចៅចិត្តខិតចូលទៅកាន់តែចិត្តហើយថាអូននារីហ៊ានខឹងនឹងសង្សារកំសត់បានឬមិនជឿនឹងលោមើលក៏បាននារីអាចនឹងស្អប់ប៉ុនគ្នានឹងស្រឡាញ់ក៏បានចៅចិត្តសើចយ៉ាងសប្បាយចិត្តហើយថាបងក៏ដឹងថាប្អូននារីមិនស្អប់បងទេចុះហេតុអ្វីក៏ប្អូននារីប្រាប់ថាស្រឡាញ់បងដែរមែនទេនារីលោកដៃមូលផ្លូវចៅចិត្តតតែស្រែកទៅនាយចិត្តអោបក្រសោបដៃនារីហើយពោលថាម្ដងនេះបងលែងកុហកប្អូនទៀតហើយបិទគ្រប់យ៉ាងគ្រប់ប្រការយើងបានដឹងគ្នាច្បាស់លាស់ហើយមែនទេប្អូននារីនាងសម្លឹងមើលមុខគេដោយមេត្រីចិត្តហើយផ្លាស់និយាយពីរឿងផ្សេងថាបងចិត្តឥឡូវនេះត្បូងរបស់យើងដូចម្ដេចខ្លះចៅចិត្តឆ្លើយថាឥឡូវចម្រើនឡើងច្រើនអណ្ដូងត្បូងទិសខាងកើតជីកបានត្បូងទឹកធម្មតាជាងគ្រាប់អណ្ដូងខាងលិចជីកបានត្បូងទឹកយ៉ាងល្អ6-7 គ្រាប់ឥឡូវត្បូងទាំងអស់របស់យើងមានចំនួនជាង200គ្រាប់បើគិតទៅតម្លៃប្រមាណជាង10000រៀលក្រមុំកំឡោះទាំងពីរនិយាយសំណេះសំណាលសាសងគ្នាទៅវិញទៅមកយ៉ាងសេមសានសឹងពោពេញដោយសេចក្តីស្នេហាក្នុងគ្រានោះគេឥតនឹកនាអំពីសេចក្តីលំបាកក្នុងការចិញ្ចឹមជីវិតបន្តិចឡើយគិតតែសប្បាយរីករាយក្នុងការផ្ដេសផ្ដិតសម្រួលកាយសម្រួលចិត្តទៅតាមព្រះហឫទ័យនៃព្រះកាមទេពជាម្ចាស់ដែលទ្រង់មានឫទ្ធិជាពន្លឹកលើដួងចិត្តនៃក្រមុំកំឡោះទាំងឡាយក្នុងលោកីយ៍នេះ